bạnសួស្តីបងប្អូនអញ្ចឹងថ្ងៃហ្នឹងយើងបន្តមេរៀនទៅមុខទៀតend to end machine learning project part 4ជា part ចុងក្រោយណាសម្រាប់មេរៀនយើងមាន content 4ធំគឺ fine tune model របស់យើងទី1ទី2យើង analyze the base model and the error ហើយទី3យើង evaluate model on the test set ទី4យើង launch monitor and maintain the model ណាអញ្ចឹងសម្រាប់ការ fine tune model មានន័យថាយើង improve model prediction accuracy មានន័យថាយើងធ្វើឲ្យ model ហ្នឹងវាធ្វើការ predict កាន់តែល្អហើយដើម្បីយើងធ្វើអញ្ចឹងគឺយើងត្រូវ optimize model setting ហ្នឹងយើងសំដៅលើ hyper parameter ណា hyper parameter hyper parameter គឺជា parameter ដែលយើង set មុន train យើងត្រូវ set hyper parameter ដើម្បីឲ្យយើងអាច improve model accuracy បានអញ្ចឹងការស្វែងរកតម្លៃដែលវាសមស្របសម្រាប់ improve model accuracy របស់យើងគឺយើងអាចប្រើប្រាស់ method ដូចជា grid search ឬក៏ randomized search ណាហើយសម្រាប់ improve model accuracy ទាំងដែរយើងអាចប្រើ ensemble method គឺជាការប្រើប្រាស់model ច្រើនសម្រាប់ធ្វើការ predict ណាអាហ្នឹងយើងនឹងនិយាយនៅតិចទៀតអញ្ចឹងសម្រាប់វិធីសាស្ត្រទី1 grid search ហ្នឹងអញ្ចឹង grid search ហ្នឹងគឺយើងជំនួសដោយការ manual tuning hyper parameter គឺយើងអាចប្រើ grid search ដើម្បី automate ការ search ហ្នឹងដោយធ្វើការ combine ណាឬក៏ថាយើងបញ្ចូលគ្នារវាង parameter ដែលយើងចង់ធ្វើ fine tuning ហ្នឹងហើយវាធ្វើការ search មួយហើយវាតម្លៃជាមួយនឹង cross validation មានន័យថាម៉េចខ្ញុំឧទាហរណ៍ថាយើងមាន parameter 2 fine tune ណាឧទាហរណ៍ថាខ្ញុំអានេះចាត់ទុកថា parameter ទី1ចុះណា P1 ដែលមានតម្លៃA1 A2 ណាតម្លៃដែលយើងអាចយកមក search ហើយ parameter ទី2 P2 ចុះណាវាអាចមាន B1 B2 ណាខ្ញុំឧទាហរណ៍អញ្ចឹងពេលយើងធ្វើ grid search គឺយើងអាច combine parameter ទាំងពីរហ្នឹងអញ្ចឹងពេលយើង search លើកទី1យើងអាចយកតម្លៃ P1 A1 B1 ហើយបន្តមកទៀតយើងអាច search ដោយប្រើ A2 B1 ចាំមកទៀតយើងអាច search ដោយប្រើ A1 B2 ហើយនឹងចុងក្រោយគឺយើងអាចប្រើsearch ដោយប្រើ A2 B2 អញ្ចឹង grid search គឺវានឹងធ្វើការ test combine parameter ទាំងពីរដោយយកតម្លៃដូចនៅក្នុង table ហ្នឹងមកធ្វើម្ដងមួយវា loop តាំងពីcell ដំបូងដល់ cell ចុងក្រោយអញ្ចឹងវានឹងធ្វើការប្រៀបធៀបថាតើ combination នៃ value មួយណាដែលមាន error តូចជាងគេអញ្ចឹងនៅក្នុង case របស់យើងនឹងមើល example ជាមួយនឹង mark feature ណានៅក្នុងការ train របស់យើងកាលថ្ងៃមុនយើងប្រើ model 3គឺ linear regression decision tree និង random forest ហើយយើងឃើញថា random forest ហ្នឹងគឺមានaccuracy ល្អជាងគេដោយសារវាមាន root mean square error ទាបជាងគេតាម evaluator របស់យើងណាប៉ុន្តែឥឡូវហ្នឹងយើងចង់ធ្វើឲ្យ model random forest ហ្នឹងវាកាន់តែល្អជាងមុនទៅទៀតតែមុនហ្នឹងយើងដាក់ default value ទេយើងអត់ទាន់កំណត់ទេជាធម្មតា default value នៃ max feature នៅក្នុង random forest ដែលយើងប្រើ library scikit-learn ហ្នឹងគឺវាប្រើ all max feature
វាប្រើ all feature max feature ស្មើនឹង all feature អញ្ចឹង feature យើងមានប្រហែលវាយកទៅ train ទាំងអស់បើ classification វាប្រើឬការ៉េណាតែក្នុងករណីយើងគឺ regression អញ្ចឹងវាយក feature ទាំងអស់អញ្ចឹងយើងចង់កំណត់វិញថាតើ max feature យើងស្មើប្រមាណអញ្ចឹងយើងអាចនឹងធ្វើការសាកល្បងជាមួយនឹងតម្លៃផ្សេងណាចំនួន feature ដែលយើងបានធ្វើនៅ pre processing ជា default គឺមាន24ណាខ្ញុំចាំណាអញ្ចឹង max feature យើងអាចកំណត់ទាបជាង24ដើម្បីឲ្យmodel ហ្នឹងវាកាន់តែ more simple ជាធម្មតា max feature វា impact ទៅលើ performance នៃ model អញ្ចឹងបើសិនជាយើងមានចំនួន feature វាតិចឧទាហរណ៍យើងប្រើឬការ៉េឬក៏ logarithm នៃចំនួន max feature ហ្នឹងវាធ្វើឲ្យ model ហ្នឹងវាកាន់តែ underfit វា more simple ណាមានន័យថាពេលយើង make prediction ពេលយើង deal decision tree ហ្នឹងគឺវាយក feature មិនទាំងអស់ feature យកមកធ្វើ decision tree ទេគឺវាយកតាមចំនួន feature ដែលយើងបានកំណត់ថាតើ max feature ស្មើប្រមាណអញ្ចឹងជាមួយនឹងmax feature ដែលមានចំនួនតិចវាធ្វើឲ្យ model ហ្នឹងវា underfit ឬក៏វា reduce overfitting យល់ទៅវាធ្វើឲ្យ model ហ្នឹងវា more robust ណាព្រោះវាអត់សូវស្មុគស្មាញណាកាលណា model វាកាន់តែស្មុគស្មាញគឺវា overfit ហើយអញ្ចឹង model កាន់តែ simple មាន feature កាន់តែតិចវា reduce overfit អញ្ចឹងវាធ្វើឲ្យ model កាន់តែល្អប៉ុន្តែបើសិនជា max feature ហ្នឹងតូចពេកឧទាហរណ៍ថាយើងយកតែក្នុង24យើងយកតែ2អញ្ចឹងវាកាន់តែ simple វាទៅជា underfit ណាអញ្ចឹងជាធម្មតាគឺគេយកឬការ៉េឬក៏ logarithm នៃគោលពីរនៃ max feature ប៉ុន្តែនៅក្នុង case របស់យើងប្រើ scikit-learn max feature ហ្នឹង by default គឺទាំងអស់អញ្ចឹងកាលណាទាំងអស់វា high value អញ្ចឹង model វា consider more information សម្រាប់ split នីមួយដែលវាអាចធ្វើឲ្យ accuracy ល្អប៉ុន្តែវាបង្កើនហានិភ័យ overfitting អញ្ចឹងជាខ្លីទៅ max feature វាជា parameter មួយដែលយើងត្រូវគិតថាតើពេលដែលវា split decision tree ហ្នឹងវាយកប្រមាណ feature ទៅ split ណាអញ្ចឹងវា impact ទៅលើ model performance ហើយយើងត្រូវកំណត់តម្លៃវាឲ្យត្រឹមត្រូវទៅaccuracy វាដំណើរការបានល្អចឹងហ្នឹងគឺជាចំណុចទី1មួយទៀតគឺចំនួន cluster ណានៅក្នុងhyper parameter ហ្នឹងចំនួន cluster គឺជាចំនួនgeography region ឬក៏ group ដែលយើងបាន explore នៅក្នុង EDA by default យើងបានឃើញថាចំនួន cluster មាន10នៅក្នុងការធ្វើ EDA របស់យើងណាហើយយើងបានបង្កើត cluster similarity ហ្នឹងយើងយក default value 10ប៉ុន្តែយើងអាចសាកល្បងដោយកំណត់5 8 10ហើយជាមួយនឹង max feature 4 6 8អញ្ចឹងបើសិនជាយើងគិតទៅអានេះគឺយើង search ម្ដងមកយើងមើលទៅគឺ9ដងណា search 9ដងគឺ4 5 4 5 6 5 8 8 4 8 6 8 8និង14 16 18ណាអញ្ចឹងគឺវាធ្វើការ combine ទៅគឺឃើញក្នុងនេះគឺ9ដងហើយនៅនេះគឺបើយើងវាធ្វើម្ដងទៀតគឺ combine ចំនួន cluster ហ្នឹង10 15ជាមួយនឹង max feature 6 8 10អញ្ចឹងគឺ6ដងទៀតវាធ្វើការ search ជាមួយនឹងpair value 6 ដងទៀតអញ្ចឹងវាទាំងអស់គឺ15ដងនៅក្នុង grid search នេះណាអញ្ចឹង grid search នេះវាធ្វើការ15ដងហើយវានឹងវាតម្លៃថាតើតម្លៃណាល្អជាងគេណាតម្លៃណាល្អជាងគេហើយនេះយើងប្រើ cross validation 3មានថាយើងចែកជា3 false ហើយយើងរក
root mean square error សម្រាប់គណនា scoring នៃ model របស់យើងណាអញ្ចឹងយើង search បែបហ្នឹងទៅ grid search របស់យើងគឺយើង train x និង y ដោយប្រើតម្លៃទាំងអស់ហ្នឹងអញ្ចឹងតម្លៃនេះគឺជាតម្លៃ predefine គឺយើងកំណត់ថាតើតម្លៃចំនួន cluster ប្រមាណដែលសមរម្យហើយយើងអាច test 5 8 10 10 15អញ្ចឹងទៅហើយមួយទៀតគឺ4 6 8 6 8 10អញ្ចឹងទៅហ្នឹងយើងធ្វើគូអញ្ចឹងមកណាយើងចង់កម្បាញទាំងអស់5 8 10 15ក៏បានដែរប៉ុន្តែអាហ្នឹងវាអាចនឹងច្រើនពេកណាយើងធ្វើអញ្ចេះគឺមានតែ20 15ចម្លាស់ទេអញ្ចឹងយើងធ្វើ grid search ពី round ណាមួយ round ទី1ធ្វើបាន9 ដង round ទី2ធ្វើ6 ដងណាអញ្ចឹងសរុបទៅគឺ15ដងចានេះគឺយើងបញ្យល់ហើយ cluster ចំនួន cluster ហ្នឹងគឺយើង access to ចំនួន cluster parameter with subtransformer name go inside pre-processing step ណាអាហ្នឹងគឺនៅក្នុង pre-processing step ដើម្បីយើងកំណត់ចំនួន cluster ណាហើយយើងបានកំណត់5 8 10និង10 15ណាហើយ random forest max feature ហ្នឹងគឺប្រើសម្រាប់កំណត់ចំនួន max feature ដើម្បីឲ្យ decision tree consider ក្នុងការ split ណាក្នុងការ split អញ្ចឹងយើងមើល coding របស់យើងបន្តិច let's go fine tune your model grid search ណាអញ្ចឹងនៅក្នុង grid search យើងបានកំណត់ដូចក្នុង slide ហ្នឹងដែរគឺយើងកំណត់ចំនួន cluster ហើយចំនួន max feature ណាអញ្ចឹងយើងកំណត់ពី data set ណាពី group search ទៅដោយប្រើ cross validation base ណាអញ្ចឹងនេះជាលទ្ធផល the best hyper parameter combination found គឺនៅក្នុងខាងលើហ្នឹងគឺសម្រាប់ value ដែលល្អជាងគេគឺចំនួន cluster 15និង max feature 6ចឹងនេះគឺជា the best result ណា the best hyper parameter អូខេអញ្ចឹងបើសិនយើង look at the score of each hyper parameter test during grid search 15ដងហ្នឹងអញ្ចឹងអាមួយនៅលើគេហ្នឹងគឺល្អជាងគេហើយដែលមាន average root mean square error តែ40តែ 44000 ណា44027វា split 3ដងដោយសារយើងមាន cross validation 3ណាអញ្ចឹងគឺវាគណនា error 3ដង train 3ដងដែរណាហើយនេះគឺជាលម្អិតណាគឺជាលម្អិតនៃ error during grid search អញ្ចឹងវាយកអា root mean square error ទាបជាងគេដាក់លើគេហើយចំនួន cluster 15 max feature 6គឺជា the best value របស់ hyper parameter នៅខាងលើហ្នឹងដែលយើងបានឲ្យវា search អូខេអញ្ចឹងហ្នឹងគឺការប្រើ grid search ណាអញ្ចឹងសម្រាប់ការប្រើ randomize search វិញខុសពី grid search ណា randomize search គឺវាកំបាញ់ដូចគ្នាដែរគ្រាន់តែថាវាធ្វើអមយើងត្រូវបង្កើតspace ហ្នឹងអញ្ចឹង grid search is useful for exploring limited number of hyper parameter combination ណាប៉ុន្តែ randomize search វិញគឺជាធម្មតាយើងអាច deal ជាមួយនឹង large search space អញ្ចឹងមានថា search space ហ្នឹងវាធំជាងមុនជាមួយ randomize search simple a fixed number of combination by selecting random value for each hyperparameter in each iteration មានន័យថាយើងកំណត់ចំនួនដងដែលយើង combine ក៏ប៉ុន្តែវារកតម្លៃដែលចៃដន្យនៅក្នុង space ហ្នឹងមានន័យថាម៉េចមានន័យថាឧទាហរណ៍ថាយើងមានកន្លែងនេះមួយជា combination មួយនេះមកទៅណាខ្ញុំឧទាហរណ៍ខ្ញុំចេះគូណាថាហ្នឹងគឺជាគូ pair value ឧទាហរណ៍យើងធ្វើការ search
យើងធ្វើការ search 3 ដងឧបមាថាយើងកំណត់ចំនួន search 3 ដង fixed number of combination ឧទាហរណ៍យើងកំណត់ឃើញ search 3 ដងនៅក្នុង space ទាំងមូលអានេះជា space ទាំងមូលណានេះគឺជា space ទាំងមូលមានថាយើងអាចកំណត់ minimum maximum នៃអញ្ញត្តិទី1អញ្ចឹងអញ្ញត្តិទី1គឺយើងកំណត់ថាវា search ពីធម្មតាដល់ធម្មតាអញ្ចឹងនេះគឺ min max អូខេហើយតាមជួរ row នេះក៏ parameter ទី2នោះ min ណា min ហើយនេះ max ណាអញ្ចឹងយើង combine ទៅមានច្រើនប៉ុន្តែប្រហែលយើង search តែ3 ដងអញ្ចឹងទីហោនៅក្នុង block នេះ block នេះblock នេះវាយក1ណាវាយក1នេះណានៅក្នុង block នេះវាអាចយក1នេះណាហើយក្នុង block នេះវាអាចយក1នេះណាអានេះហៅ randomize search អញ្ចឹងវាអត់ search គ្រប់combination នៃ parameter value ទេគឺវា search ទៅតាមចំនួនដងដែលយើងកំណត់ថា fix ប្រមាណហ្នឹងហើយវាយកrandomly យក combination ហ្នឹងយកមក test មើលគ្រាន់ថាការ search ហ្នឹងគឺវាព្យាយាម search តាមចំនួនដងដែលយើងកំណត់មែនប៉ុន្តែគឺវាក្នុង space ធំជាងមុនក្នុង space ធំជាងមុនណាហ្នឹងគឺ randomize search អូខេអញ្ចឹង continuous hyperparameter randomize search can explore a wide range of value by running many iteration ណាឧទាហរណ៍យើងចង់ run 1000ក៏បានប៉ុន្តែវាអាចនឹងយឺតណា potentially providing better coverage than grid search limited set of value ណាអញ្ចឹង grid search គឺវា limited randomize search នេះគឺវា space ធំជាង better coverage ប៉ុន្តែយើងអាចកំណត់ថាយើង search ប្រហែលដងណា irrelevant hyperparameter if a hyperparameter doesn't significantly impact performance grid search still evaluate ប៉ុន្តែ randomize search វិញគឺវា minimize this impact ណាហើយវា flexible iteration with multiple hyperparameter and many value grid search may require an overwhelming number of model training while random search allow for manageable fixed number of iteration ណាមានន័យថា grid search គឺវា fix តែម្ដងគឺត្រូវតែ search ទាំងអស់ប៉ុន្តែ randomize search វិញគឺវា fix ទៅតាមចំនួន iteration គឺมัน search នៅក្នុង space ទាំងមូលទេអូខេអញ្ចឹងនៅក្នុង scikit-learn ក៏មានផ្សេងទៀតដែរគឺ help វិញអូខេឥឡូវយើងមិនបានមើលហ្នឹងយើងទៅមើល grid search សិនណា randomize search ណាអញ្ចឹងនៅក្នុង scikit-learn randomize search យើងអាចមើលមកក្រោមទៀតគឺតកតងនឹង map feature នៅ n cluster ដដែលយើងអាចមើលមកកន្លែងនេះយើងកំណត់ថាយើងសិតពីចំនួនលេខ3ទៅ50អញ្ចឹងតកតងចំនួន cluster គឺវាទលំទលាយជាងមុនគឺយើងយក minimum 3 maximum 50អញ្ចឹងចន្លោះ range ហ្នឹងហើយ map feature គឺចន្លោះពី2 feature រហូតដល់20 feature ក៏ប៉ុន្តែយើងធ្វើ iteration តែ10ដងឯងអញ្ចឹង space ហ្នឹងវាធំប៉ុន្តែយើងធ្វើ iteration 10ដងអញ្ចឹងមានថាវាធ្វើ search វាធ្វើ loop 10ដងណាធ្វើ loop 10ដងហើយប្រើ cross validation 3ណាអញ្ចឹងបើយើង output result មកយើង run អាហ្នឹងមកគឺអញ្ចឹងវា search 10ដងហើយ error ដែលយើងទទួលបានគឺតូចជាងមុន root mean square error មិញគឺ 44000 ណាឥឡូវតែ 42000 ដែរហើយthe best value គឺចំនួន cluster size 5ហើយនឹង max feature 9ណា max feature 9អូខេអញ្ចឹងនេះគឺការប្រើ randomize search វា more flexible ហើយបាន space coverage ធំជាងមុនហើយយើងនៅតែអាចកំណត់ចំនួន iteration បានអញ្ចឹងវាល្អណាស់ហើយ scikit-learn ក៏យើងមាន search ផ្សេងទៀតដែរដូចជា
Halving random search CV ហើយនឹង Halving grid search CV ណាហ្នឹងខ្ញុំអត់លម្អិតទេអាហ្នឹងយើងអាចមើលខ្លួនឯងបានណាធម្មតាយើងអាចចូលទៅក្នុង Scikit-learn ហើយយើងអាចមើល description របស់មួយណា symbol method អញ្ចឹងវិធីសាស្ត្រeffective មួយទៀតដើម្បីយើង fine tune model របស់យើងគឺយើងអាច combine the best performing model ទៅជា ensemble ណាមិនមែនថាយើងផ្ដុំ model ច្រើនអញ្ចឹង this group of model often outperform the single model especially ប្រសិនជាវាមាន different type of error ណាឧទាហរណ៍ដូចជាrandom forest ណា random forest មាន individual decision tree ច្រើនដែលធ្វើការ prediction អញ្ចឹង decision tree នីមួយៗគឺមាន error ខុសៗគ្នាហើយចុងក្រោយគឺគេនៃ average នៃ error ទាំងអស់ណាឧទាហរណ៍ផ្សេងមួយទៀតដែរ for instance គឺឧបមាថាយើងមានk nearest neighbor model ហើយយើងមានrandom forest អញ្ចឹងយើងអាចផ្ដុំមកពីហ្នឹងចូលគ្នាទៅជា ensemble ដែលយើងគណនា average នៃ prediction នៃ2 model ហ្នឹងអាហ្នឹងក៏បានដែរណាអញ្ចឹងមានថាយើងប្រើ2 model សម្រាប់ធ្វើ prediction ហើយចុងក្រោយយើងយក average នៃ model ទាំងពីរអាហ្នឹងគេហៅថា ensemble method ណាតាមពិតយើងអាច improve model គេហៅ ensemble learning ហ្នឹងគឺមានមួយទៀតគឺគេហៅ boosting ហ្នឹងគឺវាអត់ដូច decision tree ទេអត់ដូច random forest ទេ boosting គឺដូច model ដូចជា ADA boost ឬក៏ gradient boosting decision tree ឬក៏ XG boost ទាំងអស់ហ្នឹងគឺជា model ensemble ដែរគ្រាន់តែថាវាអត់មាន individual decision tree ឬក៏ model ទេវាអត់មាន individual learner ឬក៏ model ទេវាមុនដំបូងគឺវា build basic learner ឬក៏ basic model សិនហើយបន្ទាប់មកវាចាប់ផ្ដើម improve តាមរយៈ basic model ហ្នឹងដោយ reduce error នៅក្នុង next iteration របស់វាអញ្ចឹងអាហ្នឹងដូច gradient descent អញ្ចឹងណាគឺធ្វើការreduce error ឬក៏ minimize error នៅក្នុង next iteration អញ្ចឹងយើងអាចមានពី method ហ្នឹងសម្រាប់ ensemble method គឺ baking ដែលយើងប្រើ model ច្រើន individually ឬក៏យើងប្រើ boosting ណាដោយ start ពី model ដំបូងបន្តមក improve next ជាលក្ខណៈ gradient boosting ណា gradient descent អូខេចំណុចបន្ទាប់គឺយើង analyze the base model and the error អញ្ចឹងពេលយើង analyze the base model and the error វាឲ្យយើងunderstand the problem ហើយនឹង model performance ឧទាហរណ៍ដូចជាយើងធ្វើការ examine ទៅលើ model random forest យើងអាច identify ថាតើ feature ណាវាសំខាន់ហើយ feature ណាវាអត់សូវសំខាន់ចឹងហ្នឹងគឺវាមានសារៈសំខាន់សម្រាប់យើងណាចឹងវាអាចឲ្យយើងដឹងថាតើ specific error វានៅត្រង់ណាហេតុអីបានជាវាកើតឡើងដូចអញ្ចឹងហើយតើគួរធ្វើ adjustment ដូចម្ដេចណាអញ្ចឹងវាអាចជួយយើងអញ្ចឹងហ្នឹងគឺជាការ analyze ទៅលើthe base model របស់យើងហើយនិង error របស់យើងអញ្ចឹងយើងឧទាហរណ៍នៅក្នុង coding របស់យើងនៅក្នុងrandom forest ហ្នឹងយើងអាចនេះគឺfinal model ជាមួយនឹងrandom search best estimator អញ្ចឹងយើងយក important feature មកហ្នឹងហើយអញ្ចឹងវានឹងចេញភាគរយក្នុង feature ទាំងអស់ហ្នឹងតើ feature ណាសំខាន់ជាងគេមើល important feature ហ្នឹងយើងអាច listing វា
ពីលើចុះក្រោមហ្នឹងហើយអញ្ចឹងយើងមើលឃើញfeature ណាដែលសំខាន់ជាងគេដូចជា median income ណា income នៅតែមានសារៈសំខាន់ដូច expert គេនិយាយដែរណាអញ្ចឹងmedian income គឺពិតជា impact ទៅលើhigh impact ទៅលើ model របស់យើងណាហ្នឹងហើយ ocean proximity inland ក៏សំខាន់ដែរអញ្ចឹងយើងអាចមើលទៅថាតើ feature ណាដែលសំខាន់ហើយគិតជាភាគរយតើវាមានប្រមាណភាគរយនៃគ្រប់ feature ទាំងអស់បាទអូខេអញ្ចឹងយើងទៅមុខទៀតevaluate your system on the test set ណាគឺយើងវាយតម្លៃ model ជាមួយនឹង test set អញ្ចឹង after fine tuning model របស់យើងអាច ready ក្នុងការវាយតម្លៃជាមួយ test set បានហើយអូខេអញ្ចឹងខ្ញុំឧទាហរណ៍យើងចូលទៅក្នុងនេះរបស់យើង Jupyter Notebook របស់យើងអញ្ចឹងយើងធ្វើការ predict ជាមួយនឹង test set ហើយយើងគណនា root mean square error ជាមួយនឹងអ្វីដែលយើង predict ជាមួយនឹងតម្លៃពិតប្រាកដឬក៏នៅក្នុង test set ហ្នឹងមាន actual value នៃ y ណានៅក្នុង test set អញ្ចឹងយើងប្រៀបធៀប root mean square error នៃពីរនឹង compare គ្នាទៅយើងឃើញ39,000 ណាអញ្ចឹងវា close ជាមួយនឹង 42,000 នៃ model របស់យើងណានៅក្នុង training and validation ណាអញ្ចឹងគឺมันខុសគ្នាប៉ុន្មានទេជាមួយនឹងការ compute confidence គឺយើងចង់ដឹងថាតើអ្វីដែលយើងឃើញនេះ error ដែលយើងឃើញតើយើង confident ប៉ុណ្ណាណា confident ប៉ុណ្ណាជាមួយនឹងអ្វីដែលយើងគណនាទៅឃើញជាធម្មតាយើងមិនអាចនិយាយថា 100% គឺដឹងថាហ្នឹងគឺវាerror ប៉ុណ្ណឹងឯងណាយើងអាច consider ជា assumption ថាយើងយក 90% ជា confidence interval អញ្ចឹងមានន័យថាពេលយើង estimate គឺវាអាច error ក្នុងចន្លោះណាមួយណាអញ្ចឹងឧទាហរណ៍យើងយក 95% confidence អញ្ចឹងយើងអាចយកអាហ្នឹងមកដាក់នៅក្នុង confidence 95% ហ្នឹងមកហើយយើងអាច calculate មើលតើ interval error ហ្នឹងប្រហែលមិញយើងឃើញ error គឺ39,768ជាមួយនឹង confidence 95% អញ្ចឹងroot mean square error ហ្នឹងអាចនៅក្នុងចន្លោះ 37,000 ទៅ 41,000 អញ្ចឹងនេះគឺជា interval showing the true root mean square error of model prediction is likely to fall ណា given the 95% confidence level អូខេអញ្ចឹងចំណុចបន្ទាប់គឺ in the project pre-launch phase យើងអាច present solution របស់យើងដោយ summarize លើការ finding success challenge assumption and limitation ទៅកាន់ audience ណាអញ្ចឹងយើងត្រូវប្រើ clear visual and memorable insight ដូចជា median income is the top predictor of the housing price ណាចឹងយើងអាចគិតរឿងហ្នឹងហើយ even the model performance isn't vastly superior to expert prediction យើង launching it នៅតែមានយើងថាយើងដាក់ប្រើទៅនៅតែមានសារៈសំខាន់អញ្ចឹងគឺវាអាច streamline expert workflow for higher value task ណាអូខេអញ្ចឹងចំណុចចុងក្រោយគឺយើង launch monitor and maintain system ឬក៏ model របស់យើងណាអញ្ចឹងយើងអាច let's say យើងអាច export model អញ្ចឹងយើងអាចចូលទៅក្នុងនេះតិចមកទៅក្នុងJupyter Notebook របស់យើងអាចប្រើ job lib ដើម្បី export model អញ្ចឹងយើងដាំវាទៅយើង export តោះមកយើងអាច example នេះគឺជា code ថ្មីយើង import job lib ហើយយើងអាច load file ដែលយើង export ខាងលើតោះមកយើងអាចធ្វើ prediction បានដែរអានេះគឺជាកន្លែងយើងយកទៅប្រើជាធម្មតាយើងអត់ប្រើ job lib ធ្វើអញ្ចឹងទេយើងអាចសរសេរនៅក្នុង Flash application ឬក៏ក្នុង Django ឬក៏យើងធ្វើ API Fast API អី
import job list យើងប្រើនៅក្នុង Python ណាហ្នឹងហើយយើង import job list ហើយទៅយើងដាក់ input value ទៅយើង make prediction តាមក្រោយណាហ្នឹងចឹងនេះគឺជា input value ដែលយើងយកពីក្នុង data set យើងទេit's just for testing only ណាយើង pretend ថាហ្នឹងជា new district ប៉ុន្តែ in real world គឺយើងអាចimplement ជាមួយនឹង Fast API Django ឬក៏Flash ក្នុងការផុតmodel នោះទៅក្នុង production version ហើយមកដល់ចំណុចហ្នឹងខ្ញុំគិតថាវាចប់ហើយយើងអាច continue to track model របស់យើងថាតើវា predict ត្រូវមិនត្រូវអីគឺ it's we can evaluate only when it happen ហើយយើង compare ជាមួយនឹងអ្វីដែលយើង predict បាទអញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់មេរៀនរបស់យើងណាអរគុណច្រើនទាំងអស់គ្នាបាន start តាំងពីផាតទី1មកណា